ក្រសោបប្រាក់លៀនដូចទៅនឹងកីឡាករសូតខេវិនដែរបាទថេរវេលាត្រៀមម៉ាស់វ៉ៃកម្ពុជាមួយទឹក9នាទីចាប់ផ្ដើមបាទគូម៉ាហ្វៃមួយទឹក9នាទីចាប់ផ្ដើមរវាងឡុងអាឆាតបង្គោលក្រហមកីឡាករប្រេស៊ីលបង្គោលខៀវទាត់ស្រាលពីឡុងអាឆាតមួយហើយក៏ស្វាគមន៍ដោយការទាត់ស្រាលតេះជើងក្រោមហើយក៏ទាត់ស្ដាំកន្លែងនេះពីកីឡាករប្រេស៊ីលបាទសងវិញពីឡុងអាឆាតបាទការប្រកួតនេះគឺគ្មានអ្នកដាក់បន្ទុកទេពលគឺទាល់តែផ្ដួលដៃគូឲ្យសន្លប់ឬក៏ត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតទើបឈ្នះឥឡូវចូលមកដល់គឺចលោពីឡុងអាឆាតទាត់ស្ដាំកន្លែងនេះល្អណាស់ពីឡុងអាឆាតបាទចូលទាត់ស្ដាំមួយទៀតពីឡុងអាឆាតបាទកីឡាករប្រេស៊ីលដើរចូលសន្សំហើយក៏ដរិចឆ្វេងមួយទាត់ជើងស្ដាំទៅលើឡុងអាឆាតបាទឡុងអាឆាតតេះជើងក្រោមមួយហើយក៏សងឆ្វេងពីកីឡាករប្រេស៊ីលដូចគ្នាឡុងអាឆាតបន្តដើរចូលវិញហើយក៏ញាក់មួយពីកីឡាករប្រេស៊ីលទាត់ឆ្វេងកន្លែងនេះអត់ដល់ទេពីកីឡាករប្រេស៊ីលហើយចូលពីឡុងអាឆាតទាត់បានជើងក្រោមមួយជើងហើយក៏បន្តចិញ្ច្រុំជើងដើរចូលទៀតទាត់ជើងក្រោមពីកីឡាករប្រេស៊ីលមួយឲ្យហេចូលពីឡុងអាឆាតកាប់ជើងក្រោមបានមួយជើងកន្លែងនេះបាទបត់កែងកន្លែងនេះល្អណាស់ពីឡុងអាឆាតបាទដើរចូលទៀតកាប់ជើងក្រោមស្រាលពីឡុងអាឆាតឡុងអាឆាតចេញបានបាក់កែងហើយ8មីនីបាទធាក់ទប់មួយពីកីឡាករប្រេស៊ីលហើយក៏កាប់ស្ដាំកន្លែងនេះល្អណាស់បត់កែងស្ដាំកន្លែងនេះមួយទៀតពីឡុងអាឆាតទាត់ជើងក្រោមមួយពីឡុងអាឆាតទៀតដើរចូលបត់កែងមួយទៀតពីឡុងអាឆាតបាទកន្លែងនេះទាត់ជើងក្រោមស្រាលពីឡុងអាឆាតហើយក៏ទាត់ធន់ពីឡុងអាឆាតបាទហេចូលវិញពីកីឡាករប្រេស៊ីលបោកកែងកន្លែងនេះមួយស្រាលពីឡុងអាឆាតដើរចូលចិញ្ច្រុំជើងដើរចូលពីកីឡាករប្រេស៊ីលទាត់អត់ដល់ទេហើយក៏សងវិញកន្លែងនេះបាទយ៉ាងមិនចេះបាទកីឡាករប្រេស៊ីលទាត់ស្ដាំមួយទៀតអើយបាទឡុងអាឆាតដូចឃើញកន្លែងហូបហើយបាទកាប់ជើងក្រោមបាទទួនពីឡុងអាឆាតទាត់ឆ្វេងមួយទៀតពីឡុងអាឆាតបត់កែងស្ដាំកន្លែងនេះអត់ដល់ទេចូលចាប់ជាលើកទី1ហើយក៏រុញចេញពីឡុងអាឆាតហើយដើរចូលទៀតពីអាឆាតដើរចូលបាទលោកគ្រូរីគីក៏កំពុងតែសម្លឹងមើលការប្រកួតនេះមិនដាក់ភ្នែកផងដែរបាទចូលកន្លែងនេះខៅបានមកដៃពីកីឡាករប្រេស៊ីលឡុងអាឆាតដើរចូលមួយហើយក៏បត់កែងស្ដាំកន្លែងនេះបាទពីឡុងអាឆាតមួយទៀតហើយក៏ខៅស្ដាំបានមកដៃពីកីឡាករប្រេស៊ីលឡុងអាឆាតថយមួយវិញថយហើយក៏រៀបនឹងបត់កែងប៉ុន្តែអត់ទាន់បានចេញទេបានជ្រុំជើងដល់ចូលកាន់ទាត់ជើងឆ្វេងបានមកជើងទៅលើកីឡាករប្រេស៊ីលទាត់មកជើងទៀតពីកីឡាករឡុងអាឆាតទាត់មួយទៀតពីឡុងអាឆាតបាទកីឡាករប្រេស៊ីលនៅមិនទាន់ចេញអាវុធអីដោយជាការកត់សម្គាល់នៅឡើយទេគឺធាក់ទប់មួយហើយក៏ទាត់ស្រាលកន្លែងនេះហើយហេដើរចូលឡុងអាឆាតចូលកាប់ជើងក្រោមមួយទៀតកន្លែងនេះបាទដើរចូលហើយក៏ច្រានចេញពីឡុងអាឆាតបាទឡុងអាឆាតហយមួយហើយក៏បាទកន្លែងនេះចេញអាវុធអីបាទហើយក៏រត់ឆ្វេងហើយក៏កាប់ជើងក្រោមពីឡុងអាឆាតខៅឆ្វេងស្ដាំកន្លែងបុកកែងមួយហើយក៏សងដោយការដាក់ដៃពីឡុងអាឆាតបាទដើរចូលឡុងអាឆាតគូមុខដល់បុកកែងកន្លែងបត់កែងឆ្វេងមួយទៀតបាទឡុងអាឆាតខំឲ្យកាប់ជើងក្រោមកន្លែងនេះបាទកាប់ជើងក្រោមហើយក៏ទល់ដៃដើរចូលខៅឆ្វេងស្ដាំហើយក៏កាប់ជើងក្រោមពីឡុងអាឆាតបត់កែងស្ដាំកន្លែងនេះបាទឡុងអាឆាតខឹងហើយបាទខំថ្មិញដើរចូលហើយកាប់ជើងក្រោមមួយទៀតពីឡុងអាឆាតហើយចូលហើយក៏ទាត់ជើងក្រោមមួយទៀតបាទពេលវេលាទើបតែអស់74នាទីប៉ុណ្ណោះដើរចូលទៀតពីឡុងអាឆាតទាត់ស្ដាំមួយពីកីឡាករប្រេស៊ីលបុកកែងកន្លែងនេះហើយក៏សងកណ្ដាប់ដៃវិញខៅស្ដាំហើយក៏បុកកែងបាទដូចជាមានស្នាមលះដែរឡុងអាឆាតមានស្នាមលះដែរក៏ហេដើរចូលមកបាទទាត់ជើងក្រោមពីឡុងអាឆាតខៅស្ដាំបានមកដៃស្មាត់ដៃទៀតឆ្វេងស្ដាំមកដៃទៀតហើយក៏បុកកែងពីកីឡាករប្រេស៊ីលជង្គង់ឆ្វេងអានមួយសងជង្គង់ស្ដាំពីឡុងអាឆាតហើយទល់ជង្គង់កន្លែងនេះបាទម៉ាន់មកជង្គង់ពីឡុងអាឆាតបាទហេចូលពីកីឡាករប្រេស៊ីលបាទខៅស្ដាំមកដល់ទេហើយក៏ខៅពោះទឹកមួយពីកីឡាករប្រេស៊ីលបាទកន្លែងក៏ដាប់ដៃស្ដាំល្អណាស់ពីឡុងអាឆាតដើរចូលបាទអ្នកទស្សនានៅក្នុងស្ថានីយ៍ទូរទស្សន៍ថន Full HD TV ក៏ងើបឈរស្ទើរតែគ្រប់គ្នាហើយបាទទស្សនាការប្រកួតនេះបាទកន្លែងនេះយើងងាកមកបន្តការប្រកួតដើរចូលទាត់ជើងក្រោមមួយពីឡុងអាឆាតបត់កែងស្ដាំមួយទៀតពីឡុងអាឆាតបាទដើរចូលទៀតពីអាឆាតដើរចូលទាត់ជើងក្រោមមួយ
ហើយក៏រិចកន្លែងនេះមួយពីកីឡាករប្រេស៊ីលដើរចូលពីឡុងអាឆាតមួយហើយក៏ហេចូលវិញទាត់ជើងក្រោមដល់ស្ដាំកន្លែងនេះពេញភក្ត្រារបស់កីឡាករបង្គោលខៀវហើយកាច់កន្លែងនេះបាទកន្លែងនេះក្លេបានទេអត់អីទេបាទកីឡាករប្រេស៊ីលបាទបំពេញខ្លួនតាន់ហើយក៏លោកអញ្ញាកដាលលោកគ្រូផាត់ស្ដាចញែកឲ្យបន្តការប្រកួតជាថ្មីដល់ពោះទឹកពីឡុងអាឆាតដើរចូលទាត់ជើងក្រោមមួយពីឡុងអាឆាតបន្ថយលើបឿនបន្តិចហើយនៅពាក់កណ្ដាលផ្លូវនៃការប្រកួតលក្ខណៈម៉ាស់ហ្វាយនេះបាទចូលបត់កែងឆ្វេងមួយគឺស្ទាំងឆាប់ឲ្យកន្លែងចូលចាប់បានជង្គង់ទេអត់ទាន់បានទេបាទកន្លែងនេះចូលចាប់7 2-3ជុំបាទកន្លែងនេះបាទអត់ទាន់ទេសម្រាប់លោកអញ្ញាកដាក៏មិនទាន់ញែកបាទទៅឲ្យបន្តការប្រកួតនៅកណ្ដាលសង្វៀនជាបន្តឡុងអាឆាតនៅលើឃុំជ្រុំជើងមួយហើយក៏ដល់ពោះទឹកកន្លែងនេះមួយពីកីឡាករប្រេស៊ីលកណ្ដាប់ដៃឡុងអាឆាតល្អណាស់កន្លែងនេះបាទហើយក៏ខៅឆ្វេងថែមស្ដាំពីកីឡាករប្រេស៊ីលស្ទាំងឆាបឆ្វេងពីឡុងអាឆាតទាត់ស្ដាំមួយទៀតពីឡុងអាឆាតដើរចូលពីឡុងអាឆាតហើយក៏ខៅឆ្វេងពីកីឡាករប្រេស៊ីលកន្លែងនេះបត់កែងស្ដាំល្អណាស់ពីឡុងអាឆាតបុកជង្គង់មួយទៀតពីឡុងអាឆាតបាទហេចូលពីឡុងអាឆាតដាញ់ហើយបាទឡុងអាឆាតនៅក្នុងនីតិទី6នេះបាទគឺដើរចូលមិនញញើទេសម្រាប់បង្គោលក្រហមបាទចូលកណ្ដាប់ដៃពីរដៃពីឡុងអាឆាតកន្លែងនេះហើយក៏ខៅឆ្វេងកាត់ពីទាត់ស្ដាំកន្លែងនេះមួយពីឡុងអាឆាតទាត់ស្ដាំបុកកែងមួយពីឡុងអាឆាតកែងឆ្វេងមួយទៀតពីឡុងអាឆាតបោះជង្គង់មួយកន្លែងនេះបាទថយ3ម៉ែត្រហើយក៏អត់អីដែរទល់ដៃមួយរិចឆ្វេងពីឡុងអាឆាតបាទខៅស្ដាំពីកីឡាករប្រេស៊ីលទាត់ស្ដាំពីឡុងអាឆាតបុកកែងមួយទៀតពីឡុងអាឆាតបាទទល់ដៃហើយក៏រូកែងមួយទៀតពីឡុងអាឆាតបាទកណ្ដាប់ដៃស្ដាំពីកីឡាករប្រេស៊ីលឆ្វេងស្ដាំហើយក៏ដើរចូលពីឡុងអាឆាតទាត់ឆ្វេងបានមួយជើងហើយក៏ធាក់ស្ដាំមួយទៀតបាទកន្លែងដល់ពោះទឹកតាន់ម្ដាយពីឡុងអាឆាតបត់កែងមួយទៀតបាទទៅបាត់ទៅហើយបាទលោកអញ្ញាដាសម្រាប់រាប់ពីទី1បាទ 3 4 5 6 7 8បាទអីទេលោកអញ្ញាកដាហៅមកបន្តការប្រកួតទៀតពេលវេលាសល់ជាង1នាទីទៀតប៉ុណ្ណោះបាទដើរចូលពីឡុងអាឆាតដើរចូលទាត់ជើងក្រោមមួយហើយក៏ដល់កណ្ដាប់ដៃស្ដាំមួយបុកកែងកន្លែងនេះមួយពីឡុងអាឆាតបាទឡុងអាឆាតសល់1នាទីកន្លះទៀតអាចយកប្រាក់រង្វាន់ពីកម្មវិធីម៉ាស់ហ្វៃបានលើកណ្ដាប់ដៃហើយក៏សងវិញពីកីឡាករប្រេស៊ីលចាប់កាច់កន្លែងនេះដួលបាត់ទៅហើយបាទកីឡាករប្រេស៊ីលនៅមិនទាន់ងើបរួចនៅឡើយទេបាទគឺអូយលោកអញ្ញាកដាសម្រាប់បញ្ឈប់ការប្រកួតទៅហើយបាទពេលវេលាគឺអស់8នាទីគត់បាទដូច្នេះប្រិមត្តដឹងហើយគឺជ័យជំនះបានទៅលើឡុងអាឆាតបាទដែលក្រសោបបានប្រាក់រង្វាន់80,000រៀលឬស្មើនឹង$200បាទរងចាំការប្រកាសលទ្ធផលជាផ្លូវការអូបាទផ្អើលបាទស៊ីតយូមកស៊ីតតិចបាទពីស្រានីទូទៅថោនគ្រប់ត្រដល់បាទឡុងអាឆើតបាទស៊ូអត់បានបាទមានគាត់ស៊ូដែរនេះកន្លែងនេះរូបភាពយឺតនេះបាទប្រកាន់ពុសាឡាមួយបាទពីបាទកីឡាករប្រេស៊ីលឡុងអាឆើតចូលមកដៃបត់កែងកន្លែងនេះពីឡុងអាឆើតអូបាទទឹកជើងក្រោមមួយទៀតនេះបាទហក់ទៅហើយលឹបមួយកែងអូណែនបាទចូលសប្ររៀមមួយទៀតពេញល្អណាចូលមកដៃទៀតកន្លែងនេះបាទពុបមួយជង្គង់នេះទៅអើយបាទទៀតណែចូលមួយដៃទៀតស្រឹបបាទកន្លែងនេះរាប់ដល់8បាញ់មិញបាទអត់ចូលម្ដងទៀតពេញមួយដៃទៀតអូបាទឡុងអាឆាតវាយកាច់មែនតើបងប្អូនបាទកន្លែងនេះហើយដែលបងប្អូនយើងចង់បានត្រូវការបាទសម្រាប់ការប្រកួតច្បាប់របស់ម៉ាហ្វាយមួយទឹក9នាទីបាទកន្លែងនេះទៅលេងរួចហើយបាទចាគាត់មានបញ្ហាដល់ជើងទៀតសម្រាប់កីឡាករប្រេស៊ីលបាញ់មិញបាទព្រោះឡុងអាឆាតទាត់ក្រោមផងបៃលើផងទាត់ក្រោមផងបៃលើផងបាញ់មិញខ្ញុំអង្គុយមើលអូអស់នាទីឡើយបាទនៅសល់តែ1នាទីជាងតែប៉ុណ្ណោះបាទប៊ីអត់បានលុយបាទតែឡុងអាឆាតបាទធ្វើតតែបានបាទគេថា
ខំប្រឹងតស៊ូផ្ដាច់ ចាមែនឃើញគ្រូលីគីឈរសន្លក់ណា បាទគូរីគីនៅខាងក្រៅនោះអស់ឡើយលឿនបាទបាទអត់ទេនិយាយទៅដល់ណាក៏លោកគ្រូរីគីតាមដែរ ចាមកទាំងអស់ ពេលឃើញសិស្សវាយហើយសិស្សឃើញគ្រូមកអញ្ចឹងកម្លាំងចិត្តហ៎បាទកម្លាំងចិត្តអត់ ចាសំខាន់មកមួយក្លឹប សម្រាប់ខ្ញុំផ្ទាល់គាត់ដូចជាឪពុកយើងអញ្ចឹងទៅដល់ពេលយើងឃើញគាត់មកយើងមានកម្លាំងចិត្តវាយ ចា ទូយើងអស់មិនក៏ដោយដល់ពេលយើងងាកទៅឃើញមុខគាត់យើងមានកម្លាំងចិត្តវាយមក ចា អូបាទឆ្នាំនៅនោះតថ្នាំបាទ ចា ថ្នាំបាទថាមពល 100% ដល់កីឡាករក្លឹបខ្លារខិនអរគុណខ្ញុំបានសូមប្រកាសលទ្ធផលជាផ្លូវការតែម្ដងអបអរសាទរដល់កីឡាករបង្គោលក្រហមនៃព្រះរាជាណាចក្រកម្ពុជាលោក